ដោយទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមនាយឧត្តមស្នេហ៍សថេតអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី30ខែកញ្ញាឆ្នាំ2025នេះឯកឧត្តមស្នេហ៍ឯកអ៊ីសុខីអគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមស្នេហ៍សថេតអគ្គស្នងការនគរបាលជាតិបានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផែនការងារសន្តិសុខដល់បណ្ដានាយកដ្ឋានជំនាញនិងស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំង25នៅអគ្គស្នងការដ្ឋាននគរបាលជាតិដោយមានការអញ្ជើញចូលរួមពីលោកឧត្តមស្នេហ៍វរៈស្នេហ៍ប្រធានអនុប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធលោកឧត្តមស្នេហ៍វរៈស្នេហ៍ស្នងការរងរាជធានីខេត្តទាំង25ជាកិច្ចចាប់ផ្ដើមឯកឧត្តមស្នេហ៍ឯកអ៊ីសុខីអគ្គស្នងការរងនគរបាលជាតិបានកោតសរសើរដល់នាយកដ្ឋានជំនាញលោកស្នងការរងរាជធានីខេត្តទាំង25ដែលកន្លងមកគ្រប់គ្រងសភាពការសន្តិសុខសុវត្ថិភាពបានយ៉ាងល្អប្រសើរតែទន្ទឹមនឹងការកោតសរសើរនោះផងដែរឯកឧត្តមអគ្គស្នងការរងនគរបាលជាតិក៏បានក្រើនរំលឹកដល់បណ្ដានាយកដ្ឋានជំនាញពិសេសលោកស្នងការរងរាជធានីខេត្តទាំង25ត្រូវបង្កើនការយកចិត្តទុកដាក់ការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនថ្នាក់ដឹកនាំប្រជាពលរដ្ឋនិងបន្តពង្រឹងគ្រប់គ្រងកម្លាំងបទបញ្ជាផ្ទៃក្នុងគោរពវិន័យរបស់កងកម្លាំងនគរបាលជាតិសូមជំរាបម្ដងទៀតក្នុងនាមឯកឧត្តមស្នេហ៍សថេតអគ្គស្នងការបាលជាតិលោករៀនឯកឧត្តមក្នុងប្រទេសថៃពីជាក្នុងការរងវិធីការសន្តិសុខសូមថ្លែងនៅអរគុណដែលត្រូវពោះដល់សង្ការដល់ពីខាងលោកអរបានចូលរួមស្ដាប់នៅការផ្សព្វផ្សាយពីការជួបកិច្ចការសន្តិសុខការងារលើកគឺប្រព័ន្ធបាក់តែនេះជាអ្វីដែលយើងកាត់ខំប្រមាណមូលក្នុងការរៀនពីស្មារតីដើម្បីចែកចាយជួបយើងអរគ្នាដើម្បីមានការទិញសម្រាប់បន្តតាមដានគ្រប់គ្រងកិច្ចការនៅតាមភូមិសាស្ត្រខេត្តរបស់ខ្លួនហើយសូមគោរពជូនពរកាត់ដល់ពីខាងដល់សង្ការការរងពីខាងអស់ជួបតែដែលសុខដែលចម្រើនជោគជ័យគ្រប់ពេលសូមអរគុណ